Okay តាសួស្តីទាំងអស់គ្នាហើយក៏សួស្តីខ្លួនឯង in the next 5 years នៅក្នុងរយៈពេល5ឆ្នាំក្រោយថាវានឹងមានអីខុសប្លែកឥឡូវយើង report ទៅនឹង day 3ដែលត្រូវនឹងថ្ងៃ22ខែ4 2025អញ្ចឹងយើងឃើញថាយើង start ជាមួយនឹង fresh morning បាទគឺថ្ងៃហ្នឹងគឺសប្បាយរីករាយហើយក៏ស្រស់ស្រាយមែនទែនពេលដែលបានទៅសាលាជួបហើយលោកគ្រូគាត់បាននិយាយតាក់ទងនឹងរឿងរ៉ាវមួយចំនួនតាក់ទងនឹងជីវិតនៅក្នុងប្រទេសដទៃដែលគ្នាយើងជាសិស្សានុសិស្សសិស្សច្បងក៏ដូចជាសិស្សប្អូនណាបានជាប់នៅកម្រង exchange ឬក៏ program ផ្សេងដែលបានទៅបន្តការសិក្សានៅបរទេសអីចឹងទៅបាទគឺជីវិតសប្បាយរីករាយបានដើរលេងច្រើនជាពិសេសពេលដែលយើងបានទៅប្រទេសក្នុងយុរ៉ុបបាទបើយើងទៅប្រទេសនឹងមួយហើយយើងអាចដើរលេងប្រទេសផ្សេងៗទៀតឲ្យតែនៅក្នុងអឺរ៉ុបហ្នឹងគឺno need visa to cross the border អត់បាច់ត្រូវមានលិខិតឆ្លងដែនដើម្បីឆ្លងដែននេះព្រោះនៅអឺរ៉ុបទៅមួយគ្នាហើយ interesting មែនទេហើយអីដែលបានរៀនថ្មីនៅថ្ងៃហ្នឹងគឺយើងបានរៀនពី portfolio បាទ portfolio គឺជា website មួយបែបឬក៏មួយប្រភេទដែលអនុញ្ញាតឲ្យយើងចូលទៅ access វាធ្វើវាបង្កើតមួយសម្រាប់ខ្លួនឯងអាហ្នឹងហាក់បីដូចជា website មួយដែលនិយាយពីយើងចូលទៅ promote ទិន្នន័យរបស់យើងដាក់ក្នុងនោះអញ្ចឹងណាអញ្ចឹងអាហ្នឹងវាស្រដៀងនឹង CV ដែរអាចថាបានដែរពេលដែលយើងធ្វើការ apply scholarship ឬក៏ដាក់ពាក្យធ្វើការអីយើងអាចផ្ញើ portfolio នេះទៀតដែរបន្តមកទៀតចេញពីរៀនដល់មកធ្វើការពេលថ្ងៃអីហ្នឹងឃើញថាយ៉ាងថ្ងៃហ្នឹងគឺ everything is fun I had a lot of fun គឺអត់អីទេល្អប្រសើរទាំងអស់ហើយសប្បាយរីករាយខុសពីធម្មតាថ្ងៃហ្នឹងដោយសារថាយើងបាននិយាយគ្នាបាទជាមួយនឹងក្មេងៗបាទជាមួយនឹងសិស្សានុសិស្សបាននិយាយគ្នាច្រើនចែករំលែកនិយាយសើចសប្បាយជុំគ្នាហើយអីដែលសំខាន់គឺយើងបានលេងវាយសីជាមួយគ្នាមុនចូលរៀន10នាទីបាទទាំងថ្នាក់4 5ថ្នាក់5 6យើងបានលេងជាមួយគ្នាហើយពេលដែលយើងបាននិយាយគ្នាបានលេងគឺវាសប្បាយហើយជីវិតហ្នឹងណាបាទហើយអីដែលសំខាន់គឺខ្ញុំបានរៀននៅចំណុចមួយដែលខ្ញុំធ្លាប់បានធ្វើហើយធ្វើឲ្យយើងមានអារម្មណ៍ស្ដាយក្រោយគឺពេលដែលយើងស្រឡាញ់ទៅលើរបស់អីមួយវត្ថុអីមួយឬក៏មនុស្សអីមួយណាសូមឲ្យគ្នាយើង control ខ្លួនឯងគឺកុំព្យាយាមនិយាយសម្ដីឬក៏ប្រើកាយវិការអីផ្សេងដែលវាអាចប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ឬក៏ប៉ះពាល់ទៅដល់វត្ថុហ្នឹងដែលអាចធ្វើឲ្យវាខូចខាតបាក់បែកឬក៏អាចធ្វើឲ្យមនុស្សម្នាក់ហ្នឹងគាត់ត្រូវដើរចេញពីយើងអីហ្នឹងទៅព្រោះតែកាលណាពេលដែលគាត់ចេញទៅដោយសារតែចិត្តស្រឡាញ់នឹកអីផ្សេងហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ថានឹកស្ដាយចង់ជួបចង់បានរបស់ហ្នឹងមកដាក់តាំងដាក់អីនៅនឹងវិញចង់ឲ្យមនុស្សហ្នឹងមកនឹងវិញអង្គុយនឹងវិញអីហ្នឹងទៅបាទអញ្ចឹងគឺបើសិនជាស្រឡាញ់បាទយកចិត្តទុកដាក់មួយទៅហើយកុំស្ដីបន្ទោសច្រើនពេកណាបាទខ្លៃលោតាបាត់បង់ទៅយើងស្ដាយក្រោយអូខេអញ្ចឹង day 3យើងមានប៉ុណ្ណឹងបាទមានប៉ុណ្ណឹងហើយ yes let's see what next for is going on មានប៉ុណ្ណឹង bye bye